Ok, tỏ số đây nhớ chân ngày ní nhung màu bây giờ nhớ bẹp bôi chung mình cái testing has phải số thay taบอกเพจ have fun វាគឺជាអីគេ have fun គឺជាការ verify នៅក្នុងការប្រើប្រាស់មិនថាជា operating system ឬក៏ការប្រើប្រាស់អីផ្សេងៗណាចឹងថ្ងៃនេះខ្ញុំ demo គ្នាយើងមួយអូថូថាគ្នាយើងចង់ test file ពពោះ Windows ចុះអញ្ចឹងនៅក្នុង Windows ក៏វាមានប្រភេទពួក hash file ឬក៏គឺជា hash code ណាអញ្ចឹងនៅក្នុងនេះក៏វាមានដូចគ្នាដែរ Windows 64 bit ជាដើមអញ្ចឹងឥឡូវខ្ញុំធ្វើការ test file មួយនេះមើលជាដំបូងយើងចូលមកកាន់ PowerShell វាយពាក្យ PowerShell មកហើយយើង open វាមកណាអញ្ចឹងនៅក្នុងករណីនេះគឺដំបូងគឺគ្នាចូលមកកាន់ PowerShell ពួកឯ PowerShell បើវា score ប្រភេទ get test hash fileចឹងខ្ញុំនឹងប្រើ SHA 256នៅក្នុងការ testing ណាចឹងដំបូងគឺខ្ញុំវាយពាក្យថា get ដក clear មួយមកបន្ទាប់មក file hash file hash បន្ទាប់មកទៀតគឺចុចពាក្យថាសួរថាចុចអីគេ file hash ហ្នឹងគឺកន្លែងនេះមានន័យយើងយក directory file ណាចឹងដំបូងយើងត្រូវមានប្រភេទ file មួយ file ISO ណាយកមកដាក់ចូលនៅក្នុង folder របស់យើងតើយើងមាន file យើងអាច test បានណាមិនឲ្យមាន file តែកើតទេអញ្ចឹងនៅក្នុងនេះខ្ញុំ copy path វាមកដាក់ណាខ្ញុំ copy as a path ចេញមកបន្តមកទៀតគឺខ្ញុំយក path ចូលក្នុងហ្នឹងណាអញ្ចឹងលុបអាសញ្ញាចុចពីរនេះចោលហ្មងណាលុបអត់ចេញណាអញ្ចឹងដាក់វាចូលប៉ុណ្្នឹងមកបន្តមកទៀតខ្ញុំចុចទៅមុខទៀតត្រូវវាយពាក្យថា .a ដែលជា algorithm គឺខ្ញុំប្រើពពោះ SHA 256ណាអញ្ចឹងខ្ញុំដាក់256នៅក្នុងការ test វាតោះមកយើងចុច enter ដល់ឡៃហ្នឹងចាំមកសបកទៅគឺទីវាចេញហីបន្ទាប់ពីចេញហើយគឺយើងនឹងធ្វើការប្រៀបធៀបកូដរបស់វាណាចឹងនៅក្នុងនេះគឺខ្ញុំគ្នាអា file នេះអា file ហ្នឹងកុំកែវានៅពេលណាដែលយើង down រថយប្រភេទពួក ISO ចុះចឹងដល់ ISO file មកកាលណាតម្រង់ចឹងគុំកែអាលឿនហ្នឹងពួកអីវាអត់ដឹងប្រភេទ file មិនទេចឹងយើងកុំកែព្រោះកាលណាកែហ្នឹងយើងអត់ដឹងទាញអា hash code ហ្នឹងមកមិនទេតោះអញ្ចឹងអានេះចំពោះ Debian អានេះខ្ញុំ test file Debian ខ្ញុំមានណាចឹងខ្ញុំលុប file ចោលហើយទៅខ្ញុំនៅឃើញ record ចឹងអាប្រភពនេះគឺយើងអាចធ្វើការ test បានប្រភេទនេះគឺ algorithm SHA 256នេះគឺជា hash file របស់វាឥឡូវខ្ញុំគ្នាមើលនេះដក13 version 13.2.0 ADM 64.dvd/1 ISO ចឹងនៅក្នុងនេះខ្ញុំធ្វើការមើលវានេះក្នុងនេះDebian ចុចនេះអានេះដូចគ្នាចឹងបានខ្ញុំអត់ឲ្យគ្នាយើង rename អាហ្នឹងណាចឹងអានេះគឺជាប្រភេទ hash file របស់វាដែលយកចេញពីផ្លូវការ debian.org នេះចឹងអានេះចឹងខ្ញុំនឹងធ្វើការ copy អាហ្នឹងក្នុងការ test បើសិនជាវាចេញ fail មានន័យថាប្រភេទ operating system មួយហ្នឹងគឺវាអត់ត្រូវណាចឹងដំបូងខ្ញុំចុចពាក្យចឹងដដែល get hash file ចឹងដដែលណាខ្ញុំសុំ copy ឡើយខ្ញុំ copy អាហ្នឹងយកហ្មង copy អានេះជុំ copy អានេះ Control C ពងដាក់ផាសពុបចុចសញ្ញាបងខ្យក់ដាក់បងខ្យក់ណាបន្ទាប់មកគ្នាវាយពាក្យ .shs បន្ទាប់មក .eq បន្ទាប់មក .clear ហើយសញ្ញាចុចពីរនេះហើយផាសអាមិញចូលអានេះកូដដែលបញ្ជាក់ពីប្រភេទ ISO file តម្រង់ប្រភេទឈ្មោះហ្នឹងធ្វើគេ copy វាមកបន្ទាប់មកចូលក្នុងនេះហើយផាសវាចូលនឹងផាសវាចូលទាំងមកបន្ទាប់មកគឺយើងចុចenter ហើយរងចាំបន្តិចទៅចឹងនៅក្នុងក្រុម operating system ទាំងអស់គឺយើងធ្វើចឹងដូចគ្នាណាយើង get hash file របស់វាយកមក test មកព្រោះនៅពេលណាដែលយើងប្រើមានន័យថាយើងអត់គិតទេយើងអត់ដឹងថា file ហ្នឹងគឺជារបស់ពិតឬក៏របស់ខ្លាំងខ្លាយចឹងថាយើងធ្វើការ test ចេះដូចចេញ true ហ្នឹងតើអញ្ចឹង file operating system មួយបើយើងយកចេញមកពីប្រភេទពួកនេះ website ផ្លូវការអញ្ចឹងវាអត់សូវអីទេលើកលែងយើងយកមកពីតាពីណាបើហាគេ customize អីផ្សេងយកមកដាក់អញ្ចឹងទៅអាហ្នឹងវាអាចមានផលប៉ះពាល់មកយើងដែរដោយសារយើងចេះយកវាមកប្រើអញ្ចឹងអាណាចេញ true អានេះ real yes ខ្ញុំអាចប្រើវាបាននេះអានេះតម្រង់គឺជាការ test hash file ណាអញ្ចឹងនេះអាចធ្វើតែខ្ញុំបានថតតែដូចពួក Windows អញ្ចឹងរាល់ថ្ងៃវាច្រើនគឺយើងប្រើនឹងច្រើនឥឡូវថតតែ Windows 11នេះចុះនេះ Windows 11យើងយកពីក្រុមហ៊ុន Microsoft អញ្ចឹងមក
Chẳng cái download ấy chứ download đó nè cho chị po mà ô thôi nè đi mua đồ mới chẳng nó kinh nghiệm cho đi nắng bơ sơ file Windows bây giờ dương trong bộ Windows ấy dương thôi chắc error bật chào bà đợi bật lên chế nhé nè lấy xây lên trên men chào lấy chế này vì tao mình bắt này lấy xem đồng diễn bây đại tay file Windows ấy dương chạy mơ nùng nướng anh nè lấy lên trên nháy xong mà tha vì tao nó mình bắt nó nghỉ chân Windows ấy chạy mơ này được đỡ nghe